ចាក់សោបេះដូងហើយតារាចម្រៀងពុតមិថុនាដឹកដៃគូស្នេហ៍ស្រស់សភាពជាប់ពាក្យព្រឹកនេះចាជាការពិតណាស់ជឿជាក់ថាប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ហើយពីតារាចម្រៀងប្រុសវ័យក្មេងលោកពុតមិថុនាដែលចាបច្ចុប្បន្នតារាចម្រៀងរូបនេះកំពុងតែទទួលបានប្រជាប្រិយភាពពីមហាជនចាក្នុងនោះដែរគេចាំបានថាលោកពុតមិថុនាចាប់ផ្ដើមទទួលការចាប់អារម្មណ៍ពីមហាជនចាបន្ទាប់ពីលោកបាន cover ចម្រៀងនិងចាផលិតបទចម្រៀងថ្មីៗនៅលើបណ្ដាញសង្គមនានាចាលើពីនោះលោកក៏បានបង្ហាញវត្តមានចាក្នុងការសម្ដែងភាពយន្តបែបកំប្លុកកំប្លែងរឿងសំណោចគ្រួសារខ្ញុំរហូតមានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរៀមផងដែរចាយ៉ាងណាមិញក្រោយផលិតកម្មរៀមបានបិទលោកពុតមិថុនាក៏មិនបានជ្រកក្រោមផលិតកម្មណាផ្សេងដែរដោយលោកបានបន្តជាតារាចម្រៀងឯករាជ្យយ៉ាងជោគជ័យចាក្រោយមកនៅអំឡុងឆ្នាំ2024លោកក៏បានបង្ហាញវត្តមានក្នុងការប្រកួតចម្រៀង Beat the Best ប៉ុន្តែមិនទទួលបានជ័យជំនះនោះឡើយយ៉ាងណាមិញងាកមកកាន់ជីវិតឯកជនវិញលោកពុតមិថុនាបាននឹងកំពុងទទួលបានការជូនពរជាច្រើនពីអ្នកគាំទ្រចាដោយលោកបានដឹកដៃគូស្នេហ៍បញ្ចប់ងារជាសង្សារហើយជាស្ដេចនៅព្រឹកថ្ងៃទី14ខែមីនាឆ្នាំ2026នេះលោកពុតមិថុនានិងមិត្តស្រីបានរៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណីចានៅចំពោះមុខចាស់ទុំសាច់ញាតិនិងមិត្តភ័ក្តិទាំងសងខាងចាបន្ទាប់ពីមានងារជាសង្សាររយៈពេល7ឆ្នាំ